គ្រាន់តែបើកក្បាលវីដេអូមកនៅវីដេអូបន្ថែមទៀតហើយដោយសារតែ PC ដែលខ្ញុំបានវាឥឡូវគឺបានមកដល់ហើយអ្នកគ្នាអូសុវត្ថិចិត្តខ្លាំងមែនតើនិយាយពីថាឡើងធ្ងន់ហ្មងអ្នកគ្នាហើយបន្ទប់ខ្ញុំនៅជាន់លើទៀតទៅលើកទៅឡើងពិបាកមែនតើហ្មងគ្រាន់តែមកដល់បន្ទប់ភ្លាមមកអត់មានចាំយូរទេធ្វើការ unboxing យកតែម្ដងអ្នកគ្នាឧស្សាហ៍ចង់ឃើញខ្លាំងមែនតើហើយមើលគឺថាធ្ងន់មកទៅហឹងហ្មងចឹងអាកែដំបូងដែលខ្ញុំ unboxing ណាគឺជា keyboard ដែលអ្នកគ្នា keyboard នេះខ្ញុំទិញមកក៏ free ជាមួយនឹង mousepad ឲ្យខ្ញុំទៀតហើយឡើងស្អាតហ្មងតែប៉ុន្តែខ្ញុំមាន keyboard មួយហើយប៉ុន្តែចាប់ចិត្តជាមួយ keyboard ពណ៌ pink នេះមែនតើហ្មងឃើញគាត់ផុសមកស្អាតពេកក៏ថា accessory ផ្សេងឬក៏ PC ទេបើសិនអ្នកគ្នាចង់វាឡាអាចតទៅខាងគាត់បានយើងប្រាប់គាត់ទៅថាយើងចង់បានតម្លៃប៉ុន្មានចង់បានពណ៌អីគាត់រៀបចំឲ្យមកស្អាតហ្មងរបស់ខ្ញុំចឹងខ្ញុំប្រាប់គាត់ទៅថាចង់បានពណ៌សហើយតម្លៃប៉ុណ្នេះអីចឹងទៅចឹងគាត់រៀបចំឲ្យខ្ញុំមកគឺ perfect ស្អាតហ្មងហើយពេល unboxing ហ្នឹងគេថាវេទនាខ្លាំងមែនតើមកនឹងអីខ្លះទេព្រោះអីធ្ងន់ពេកក៏សំខាន់លើកទី1ដែលខ្ញុំវា PC ដល់ពេលមានអីរកកន្លែងបើគ្មានចេញតែអ្នកគ្នានឹងស្អីខ្លះទេតែបន្ទាប់ពីរៀបចំហើយគឺថាស្អាតខ្លាំងមែនតើជាពិសេស keyboard នេះខ្ញុំស្រឡាញ់ណាស់អ្នកគ្នាយើងអាច set ភ្លើងវាមិនក៏បានដែរបើថា result វិញអត់តបាន add accessory អីទេប៉ុន្តែឃើញស្អាតបាត់ហើយដោយសារតែមានជាមួយនឹង PC ដែល clean បែបនេះអ្នកគ្នាឃើញអត់ខ្ញុំជឿថា girly គ្នាយើងឃើញហើយដឹងតែចង់បានហ្មងព្រោះអីគឺថាឡើង pink ហ្មងហើយយើងចង់ set up ដាក់ពណ៌អីក៏បានដែរដូចខ្ញុំចឹងពេលខ្លះខ្ញុំចង់ដាក់អក្សរពេលខ្លះចង់ដាក់ pink អីចឹងណាលើនឹងអ្នកគ្នាមើលតែប៉ុណ្្នឹងសិនបានហើយចាំពេលដែលខ្ញុំកំងឲ្យវ៉ាន់យកមករៀបចំថែមអីចាំខ្ញុំ update វិញដោយសារតែឥឡូវនឹងដូចរៀងលៀតដល់ហើយតែស្អាតមុននឹងចូលគេងក៏ផ្លេចដែរនៅក្នុងការលាងសម្អាតស្បែកមុខឲ្យបានស្អាតហើយក៏ឆ្លៀតមកធ្វើការបិទជាមួយនឹង Felix Crema ដោយសារតែមុខរបស់ខ្ញុំនេះគឺ make up មួយថ្ងៃពេញហើយមក unboxing ដល់យប់ជ្រៅទៀតចឹងយើងអាចចោលបានទេជាមួយ Felix Crema ហើយ Felix Crema នេះគឺខ្ញុំបិទតាំងពី2023មកដល់ឥឡូវអ្នកគ្នាដោយសារល្អខ្លាំងពេកក៏យើងចេញទៅក្រៅដោយសារ make up អីហ្នឹងបិទទៅអ្នកគ្នាបិទតែ5-10នាទីលេងចេញមកគឺថាមានអារម្មណ៍មុខរបស់យើងស្រស់ស្រាយហើយជ្រះថ្លាមែនតើធូលីដីអីណាគឺវាបឺតមកអស់លេងហ្មងហើយលាងមុខហើយមានអារម្មណ៍មុខឡើងភ្លឺហ្មងបិទ Crema ហើយកុំភ្លេចបិទ mask ស្លឹកបន្ទាប់ផងអ្នកគ្នាតែខ្ញុំអស់លេង mask ស្លឹកបិទច្រើនពេកតើអ្នកគ្នាមករៀបចំអីវ៉ាន់ដើម្បីទៅពេញមួយខ្ញុំនិយាយពីថាអីវ៉ាន់ឡើងច្រើនហ្មងខនតែរៀបហ្នឹងក៏ឈឺក្បាលដែរនិយាយទៅពេញតែមួយថ្ងៃប៉ុន្តែជាមួយអីវ៉ាន់ដែលខ្ញុំរៀបទៅនិយាយពីថាឡើងច្រើនសាហាវហ្មងហើយ make up ហ្នឹងគឺខ្ញុំដាក់ទៅតែ2កាពប់មិនទេអ្នកគ្នានិយាយពីថាអូយ2កាពប់ហ្នឹងជាមួយដាក់បានគេខ្លះនិយាយមកអ្នកគ្នារងថ្ងៃហ្នឹងមានក្តីសុខពេលមានអីវ៉ាន់ច្រើនចឹងប៉ុន្តែឲ្យតែពេលទៅក្រៅម្ដងត្រូវទៅណាឆ្ងាយត្រូវវិច make up អីហ្នឹងអត់ក្តីសុខជាមួយទេព្រោះអីយកអានេះស្ដារនោះយកអានោះស្ដារនេះមនុស្សធ្លាប់តែ make up មានរបស់ច្រើនជុំវិញខ្លួនចឹងមានតែមកអង្គុយចម្រាញ់ហ្មងទៅអ្នកគ្នាសឹងថាបើសិនលើកទាំងផ្ទះទៅបានខ្ញុំលើកទៅបានហើយនេះអូយចំពោះក្រែមហ្នឹងគឺខ្ញុំប្រើមកច្រើនហើយអ្នកគ្នាចង់ដឹងថាណាល្អមើលតែខ្ញុំកាន់ទៅដឹងហើយព្រោះអីអាហ្នឹងគឺវាល្អជាងគេអញ្ចឹងខ្ញុំយកទៅតាមមកហើយខ្ញុំក៏បានដាក់ជាមួយនឹង powder contour និយាយថា contour នេះរករកសាហាវតែល្អមែនចឹងនេះអ្នកគ្នាអីវ៉ាន់ណាគឺថាគាត់ទៅរៀបប៉ុណ្ណឹងគឺវល់បាត់ហើយនេះអូយនឹងស្អីខ្លះទេខ្ញុំចេញឡាននៅម៉ោង10:50ហើយ make up របស់ខ្ញុំនេះគឺខ្ញុំ make up តាំងពីម៉ោង2ដល់ពោះមកដល់លើហ្នឹងគឺម៉ោង9អីហើយប៉ុន្តែ make up នៅតែក្លោទៅដែរដោយសារតែខ្ញុំប្រើជាមួយនឹង2នេះអ្នកគ្នាគឺជាមួយនឹង sunscreen របស់ Felix ហើយនឹង cushion Felix និយាយទៅពីរហ្នឹងគឺបូកចូលគ្នាមកធ្វើមកបោះយើងជាប់បានយូរហើយ glow glass skin បែបហ្នឹងនិយាយទៅនៅក្រៅគឺមកអត់មានបែកមកសៅអីសោះអ្នកគ្នាគ្រាន់តែវារៀងជ្រួញក្រុមភ្នែកតិចដោយសារយើងស្រោចអីចឹងណាប៉ុន្តែកន្លែងផ្សេងគឺនៅតែ smooth រលោងហ្មងហើយពីរហ្នឹងក៏ខ្ញុំយកទៅតាមដែរដោយសារ sunscreen Felix គឺលាបមុន make up ទៅមានជា primer ជួយ make up របស់យើងជាប់បានយូរហើយសំខាន់ការពារភ្លឺថ្ងៃបានល្អទៀតឥឡូវហ្នឹងខ្ញុំមកធ្វើការយកជាមួយនឹង eyeshadow និយាយថា eyeshadow មានច្រើន brand ហើយសុទ្ធថ្លៃប៉ុន្តែខ្ញុំមកប្រើតែពួកនេះអ្នកគ្នាប្រើទៅវាល្អចំពោះ color ពណ៌អីគឺខ្ញុំប្រើជាប្រភេទម្សៅវិញដើម្បីមុខរបស់យើងមើលទៅបែប matte ម៉ត់ចឹងអ្នកគ្នាខលឃើញប៉ុណ្ណឹងក៏ដឹងថាខ្ញុំរៀបនឹងមិនមែនមួយផ្លែទេណារៀបយូរដោយសារយើងអង្គុយចម្រាញ់ផ្លេចអីផ្លេចបានតែហាមផ្លេចទៅគៀបសក់ប្រយ័ត្នពេល make up ទៅវាពិបាកហើយរឿងជក់មួយទេអ្នកគ្នាតែផ្លេចគឺពិបាក make up មែនតែនពេលអត់ជក់អ្នកគ្នាទ្រាំមើលសិនទៅនៅសល់អីវ៉ាន់ប្រហែលទៀតទេចិត្តអស់ហើយដោយសារតែខ្ញុំគឺសុខចិត្តឲ្យអីវ៉ាន់របស់ខ្ញុំលើសតែហាមខ្វះព្រោះអីខ្វះហ្នឹងគឺពិបាកមែនតែចុងក្រោយទៅដល់បំពេញគឺនៅតែខ្វះតែដែរអ្នកគ្នាផ្លេចនេះផ្លេចនោះអូនិយាយថាវេទនាហ្មងទីថារៀបចំអីហើយអស់ហើយអ្នកទាំងគ្នាផ្លេចជាមួយនឹង lens ហើយគឺអំបិលណាព្រោះអី lens ហ្នឹងវាជួយលើសម្រាប់យើងមែនតែនពេលដែលយើង make up ខ្ញុំក៏មកយក mask ទុកពាក់ហើយយកជាមួយនឹង mask Felix ដើម្បីទុកបិទយប់ឡើងដោយសារតែ mask Felix នេះគឺថាជួយផ្ដល់សំណើមដល់ស្បែកមុខមែនតែនព្រោះអីមុខរបស់ខ្ញុំតែជីឡានយូរហ្នឹងគឺថាស្ងួតហ្មងអីវ៉ាន់របស់ខ្ញុំគឺរៀបចំរួចរាល់អ្នកគ្នាប៉ុន្តែគឺថាទៅដល់បំពេញមិនដឹងថាអីវ៉ាន់ខ្លះគឺខ្ញុំអត់បានដាក់ចូលវ៉ាលីទេអញ្ចឹងផ្លេចនៅផ្ទះនឹងឯង
វីដេអូទៅពេញต้องផុសមកសងមិញឥឡូវមកផុសវីដេអូមកពីពេញវិញហ្មងតើនិយាយពីថាមកដល់ផ្ទះហ្នឹងម៉ោង4កន្លះម៉ោងពេញគេហ្មងនៅលើឡានហ្នឹងងុយគេងសាហាវហ្មងថាមកដល់ផ្ទះដល់តែគេងដល់ពេលឡើងដល់បន្ទប់គឺថាស្វាងចេះហើយខ្ញុំបើកវ៉ាលីហ្នឹងតិចថាខ្ញុំរៀបចំអីវ៉ាន់ទាំងយប់ទៅគឺអត់ទាន់រៀបទេឃ្លានពេកមកបើកយកមីញ៉ាំសិនគឺថាក្នុងទូនេះមីប្រភេទអីក៏មានដែរអត់តែមីសៀមទេយ៉ាអញ្ចឹងឥឡូវយើងដាំទឹកមកយើងដាំទឹកហើយប៉ុន្តែអ្នកនរគ្នាដឹងអត់គឺខ្ញុំអត់បានញ៉ាំអាមីកំប៉ុងហ្នឹងទេខ្ញុំមកយកមីកញ្ចប់នេះដាក់ចូលកំប៉ុងហ្នឹងវិញដោយសារយើងខ្ជិលឲ្យប្រឡាក់ឆ្នាំងប្រឡាក់ចានយើងដាក់វានឹងមកទៅហើយមីនៅបន្ទប់ខ្ញុំច្រើនណាស់តិចថាខ្ញុំញ៉ាំមីយកញាប់ទៅខ្ញុំមិនសូវញ៉ាំទេមកទឹកញ៉ាំតែ7 8ដងតាលេងហ្នឹងអ្នកនរគ្នាក៏ពិតញ៉ាំតែពេលខ្ញុំឃ្លានអត់ដឹងថាញ៉ាំអីទៅមានតែយកមីនឹងញ៉ាំចង់និយាយថាស្វាងចេះតែម្ដងអ្នកនរគ្នាអង្គុយញ៉ាំមីបដាមើលរឿងបដាចាំមើលតែរៀងព្រឹកតិចដល់តែងុយគេងសាហាវហ្មងបន្ទាប់ពីញ៉ាំមីហើយយើងផឹកទឹកផឹកអីយើងមានកម្លាំងហើយយើងក៏បានទៅធ្វើការយក make up យកអីហ្នឹងរៀបចូលតាមកន្លែងវិញដោយសារអ្នកគ្នាដឹងហើយតែយើងទៅណាឆ្ងាយយើងតែងតែរើអីចឹងយើងរើវាចេញពីកាបូបដើម្បីដាក់ទៅតាមកន្លែងវាវិញទៅដើម្បីងាយស្រួលក្នុងការយកប្រើប្រាស់ចឹងណាហើយអីវ៉ាន់របស់ខ្ញុំច្រើនចឹងមែនប៉ុន្តែខ្ញុំអត់ដែរធ្វើឲ្យបាត់ទេអ្នកគ្នាបើសិនជាបាត់មួយអីរកតទៅឃើញហ្មងដោយសារតែមនុស្សស្រឡាញ់របស់នេះអស់ពីកាបូបមួយឥឡូវយើងចូលកាបូបមួយទៀតហើយកាបូបនេះក៏ឲ្យបានរៀងច្រើនដែរតែបានថតឲ្យអ្នកគ្នាមើលអស់ទេគ្រាន់តែយើងឲ្យមើលត្រួសចឹងណាហើយខ្ញុំក៏បានយកទៅគៀបទៅដាក់កន្លែងដើមវិញយកឡែនដាក់ចូលវិញហើយនឹងកាបូបយកដាក់តាមកន្លែងដើមរបស់គេវិញចង់និយាយថាខ្ញុំវិញគឺសិតតែលេងអត់លុបមុខជិះឡានមកនេះអ្នកគ្នា make up វិញនៅលើមុខនៅនឹងឯងចឹងធម្មតាតែ make up វានៅលើមុខយូរវាធ្វើឲ្យមុខរបស់យើងវាងាយនឹងឡើងមុនកប់អីជាដើមចឹងណាចុះបើសិនអ្នកគ្នាខ្លាចមានបញ្ហានឹងកើតឡើងកុំភ្លេចឲ្យសោះអ្នកគ្នាអាសាបិទជាមួយនឹង claim មកដើម្បីវាជួយជំនួសកោសិកាចាស់ដើម្បីបើយកទៅលាយដីឬក៏ជាតិ make up នៅតាមរន្ធញើសរបស់យើងដែលយើងលាងអត់បានស្អាតហ្នឹងឲ្យវាចេញមកអស់ហ្មងហើយគ្រាន់តែខ្ញុំប្រើជាមួយនឹង claim មករបស់ Felix បិទចោល15នាទីណាលាងមកវិញមុខរបស់ខ្ញុំមើលទៅឡើងភ្លឺថ្លាជាងមុនមែនតើ